ដឹងតែផ្ទុះទៀតហើយឲ្យតែបកកែធ្វើទីផ្សារអញ្ចឹងនិយាយទៅកាលពីមុនល្បីរឿង passion ម្ដងហើយកសិករខ្មែរយើងសប្បាយញញឹមបិទមាត់មិនចិត្តឥឡូវនេះមកចេញស្វាយកែវល្មៀតដែលគេយកមកកែច្នៃធ្វើទៅចេញជាភេសជ្ជៈបែបទាន់សម័យវិញណាអូយបកកែណាស់ហើយពួកគាត់នឹងហើយគឺជាអ្នកជួយទៅដល់កសិករក្នុងស្រុកក៏ដូចជាធ្វើយ៉ាងណាឲ្យអាកសិផលខ្មែរយើងនៅក្នុងស្រុកហ្នឹងកាន់តែមានតម្លៃណាដោយស្វាយកែវល្មៀតឯនេះគឺខ្មែរយើងសម្បូរណាស់មួយឆ្នាំយកទៅហាទៅណាមិនអស់ណាពុកម៉ែបងប្អូនអរគ្នាប៉ុន្តែខ្ញុំនៅតែសើកយឲ្យទៅសើទៀតក្រោយឯណាគាត់បកកែគាត់ចេះរននឹកឃើញបញ្ចេញឯណាស្នាដៃថ្មីរបស់គាត់នេះគឺឈ្មោះថាស្វាយកែវល្មៀតស៊េរីក្នុងហ្នឹងគេមានភេសជ្ជៈ3ប្រភេទណាមានស្វាយកែវល្មៀត Green Tea មានស្វាយកែវល្មៀត Green Milk Tea ហើយនិង Yogurt Green Milk Tea ដែលគេយកស្វាយកែវល្មៀតខ្មែរយើងដែលដឹកចេញពីកសិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងស្រុកតែម្ដងយកមកដល់ហាងទំនើបរបស់គាត់នេះកែច្នៃទៅចេញជាភេសជ្ជៈបែបទំនើបមកវិញឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានសាកហើយខ្វយគាត់បកកែនៅក្នុងការរៀបចំគាត់មានស្តង់ដាររបស់គាត់ត្រឹមត្រូវមិនមែនចេះតែយកមកលាយច្នៃទៅពីទៅពីទេគឺគាត់មានស្តង់ដាររបស់គាត់ process មួយគាត់ balance ធ្វើម៉េចឲ្យវាស្តង់ដារតែជាមួយនឹងអាផ្លែឈើហ្នឹងវាអត់ផ្អែមខ្លាំងហើយអាចនិយាយបានថាជាស្តង់ដារ world class តែម្ដងស្តង់ដារពិភពលោកណាហើយអូពុកម៉ែបងប្អូនគ្រាន់តែឃើញហើយស្រក់ទឹកមាត់នេះស្វាយកែវល្មៀតខ្មែរយើងស្រស់ថ្មីធម្មជាតិតែម្ដងហើយអាចយកមកកែច្នៃបែបនេះណាគឺល្អប្រសើរហើយសម្រាប់ស្វាយកែវល្មៀតគឺរដូវកាលនេះពេញឆ្ងាញ់ហើយពុកម៉ែបងប្អូនខែ4ខែ5ហើយសម្រាប់ភេសជ្ជៈរបស់គាត់ហ្នឹងក៏មានតែរដូវកាលនឹងដែរសម្រាប់អាស្វាយកែវល្មៀតស៊េរីអញ្ចឹងណាពុកម៉ែបងប្អូនដែលចង់សាកចង់ភ្លក់ចង់ដឹងរសជាតិអាចទៅរកបាននៅខ្វយគ្រប់សាខាទាំងអស់ព័ត៌មានលម្អិតខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត